បាទសួស្តីនេះជាកម្មវិធីឆ្លើយសំណួរទស្សនការអាមេរិកសំណួរសួរថារៀបការនឹងភ្ជាប់ពាក្យតើមួយណាលឿនជាងហើយអស់លុយប៉ុន្មានមួយណាដឹងតែសម្ភារជាប់ហើយរងចាំប៉ុន្មានខែទៅបានទៅបាទអរគុណសម្រាប់សំណួរខាងលើសប្តាហ៍ថ្ងៃសំណុំរឿងធានាគូតដឹងគឺតែងតែលឿនជាងសំណុំរឿងធានាប្តីឬប្រពន្ធមករស់នៅសហរដ្ឋអាមេរិកសំណុំរឿងភ្ជាប់ពាក្យហើយធានាជាគូតដឹងគឺ Fiancé ប្រភេទ Visa K1 ហ្នឹងសប្តាហ៍ថ្ងៃក្រោយពេលដាក់ពាក្យទៅការិយាល័យសេវាកម្មអន្តរប្រវេសន៍និងសញ្ជាតិអាមេរិកដែលហៅកាត់ថា USCIS ក្រោយពេលដាក់ឯកសារទៅហើយរងចាំចន្លោះពី10ខែទៅ12ខែនឹងត្រូវបានការិយាល័យមួយនេះអនុម័តសំណុំរឿងខ្លះលឿន3ខែចឹងទៅ6ខែឬ8ខែក៏ត្រូវបានអនុម័តតែម្ដងបាទចំណែកឯសំណុំរឿងរៀបការឬធានាជាប្តីជាប្រពន្ធត្រូវរងចាំចន្លោះពី12ខែទៅ18ខែបាទអញ្ចឹងលើសខុសគ្នានឹង4ខែដល់6ខែបាទបន្ទាប់ពីទទួលបានការអនុម័តពី USCIS ហើយត្រូវដាក់ពាក្យស្នើសុំទិដ្ឋាការបង់ថ្លៃទិដ្ឋាការណាត់ទូតសម្ភារបំពេញឯកសារធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុដូចគ្នាបើនិយាយរឿងចំណាយវិញថ្លៃញត្តិធានាគូតដឹងគឺ$675រីឯថ្លៃញត្តិធានាប្តីឬប្រពន្ធដែលបង់ទៅ USCIS ហ្នឹងគឺ$625នេះបើដាក់ញត្តិតាមអនឡាញក្រោយពេលទទួលបានការអនុម័តហើយទើបត្រូវបង់ថ្លៃវីសាសម្រាប់សំណុំរឿងធានាគូតដឹងថ្លៃវីសា265រីឯសំណុំរឿងធានាប្តីប្រពន្ធថ្លៃវីសា325ហើយត្រូវបង់ថ្លៃធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុ120ថែមទៀតបាទបន្ទាប់មកអ្នកត្រូវបានធានានៅស្រុកខ្មែរត្រូវទៅពិនិត្យសុខភាពធ្វើលិខិតថ្កោលទោសនិងប្រមូលភស្តុតាងទំនាក់ទំនងស្នេហានានាសម្រាប់ចូលសម្ភាសចំណែកលទ្ធផលសម្ភាសវិញគ្មាននរណាមួយអាចធានាជូនលោកអ្នកបានទេព្រោះលោកអ្នកជួបសម្ភាសនឹងមន្ត្រីស្ថានទូតដោយផ្ទាល់ជាប់ឬធ្លាក់លោកអ្នកនឹងដឹងមុនគេរីឯកុលឹះដែលធ្វើឲ្យលោកអ្នកជាប់ឬធ្លាក់ថាដឹងតែជាប់ឬធ្លាក់ហ្នឹងគឺអាស្រ័យលើទំនាក់ទំនងស្នេហារបស់លោកអ្នកប្រសិនបើលោកអ្នករៀបចំឯកសារបានល្អត្រឹមត្រូវច្បាស់លាស់មានភស្តុតាងត្រឹមត្រូវច្បាស់លាស់ច្រើនដែលតងឲ្យមន្ត្រីស្ថានទូតគេជឿលើទំនាក់ទំនងស្នេហាលោកអ្នកគេនឹងជឿគេចាញ់វីសាជូនលោកអ្នកផ្ទុយទៅវិញបើមិនច្បាស់លាស់មិនត្រឹមត្រូវខ្វះឯកសារលោកអ្នកប្រឈមនឹងការបដិសេធផ្ដល់ទិដ្ឋាការដូចគ្នាជៀសវាងមានបញ្ហាលោកអ្នកអាចតាក់ទងមកកាន់ក្រុមហ៊ុនយើងខ្ញុំបានក្រុមហ៊ុនយើងខ្ញុំមានសេវាកម្មរៀបចំឯកសារធានាគូតដឹងប្តីប្រពន្ធម៉ែឪនិយាយរួមផ្នែកអន្តរប្រវេសន៍វីសាអាមេរិកគឺមានទាំងអស់លោកអ្នកអាចតាក់ទងបានប្រសិនបើត្រូវការផ្នែកសេវាកម្មទិដ្ឋាការណាមួយខ្ញុំបាទចៅមនីខេមរ៉ាសូមអរគុណចំពោះការតាមដានទស្សនាវីដេអូនេះបាទ